ហើយនិយាយទៅសិតតែក្រុមជើងវែងបងប្អូនតាមពិតទៅនៅពេលនេះហ្នឹងគឺយើងអាចស្នាក់នៅទីតាំងដែលយើងស្នាក់នៅហ្នឹងហើយសម្រាប់បានប៉ុន្តែដោយសារតែពួកខ្ញុំសិតតែគេហៅថាអ្នកមានប្រទេសបងប្អូនអញ្ចឹងរាវរកទីតាំងកំសាន្តដែលនៅជិតៗកន្លែងខ្លួនឯងស្នាក់នៅហ្នឹងហើយជាកន្លែងដែលស្អាតអញ្ចឹងបងប្អូនតាមអ៊ីនធឺណិតអញ្ចឹងគាត់ទៅបានទីតាំងដែលចង់ទៅហើយអត់ចាំយូរបងប្អូន booking taxi មកបងប្អូននិយាយទៅតាក់ទងជាមួយនឹងទីតាំងដែលខ្ញុំកំពុងជិះទៅហ្នឹងគឺជាទីតាំងប្រវត្តិសាស្ត្រមួយផងដែរហើយក៏ជាទីតាំងដែលល្បីផងដែរសម្រាប់ភ្ញៀវទេសចរដែលគាត់បានជួយទៅគាត់តែទៅថតរូបនៅទីនោះអញ្ចឹងបងប្អូននិយាយថាគេស្អាតមែនតើបងប្អូនតាក់ទងជាមួយនឹងស្ថាបត្យកម្មនៅទីនោះភាគច្រើនគឺយើងមើលទៅដឹងថាអឺរ៉ុបបងប្អូនបានន័យថាយើងមើលទៅគឺផ្លាច់អារម្មណ៍ហ្មងអញ្ចឹងណាបងប្អូនហើយចំពោះទីតាំងដែលខ្ញុំកំពុងធ្វើដំណើរទៅនេះអត់ចិត្តប្រហែលទេជាមួយនឹងកន្លែងខ្ញុំស្នាក់នៅគឺរៀងឆ្ងាយដែរជាខ្ទង់1ម៉ោងជាង2ម៉ោងដែរបងប្អូនមិនរយៈពេល15ទៅ20នាទីទេហើយការចំណាយគឺរៀងគួរសមដែរគ្រាន់តែតាក់ស៊ីហ្នឹងបងប្អូនអើយតែគ្រាន់តែថាធ្វើមកយើងមកស្រុកគេយូរម្ដងទេអញ្ចឹងអីដែលយើងអាចចំណាយបានអីដែលយើងមានលទ្ធភាពគឺគួរតែចំណាយដើម្បីទទួលបានបទពិសោធន៍ថ្មី